សម័យនៃការពឹងផ្អែកទៅលើសហរដ្ឋអាមេរិកត្រូវបានបញ្ចប់ហើយចំទៀតយោងទៅតាមសារព័ត៌មាន Fox News ប្រធានាធិបតីលោក Donald Trump បានបង្ហាញថាអាចនឹងពិចារណាដកកងទ័ពអាមេរិកចាញ់ពីប្រទេសអ៊ីតាលីនិងស្ប៉ាញបន្ទាប់ពីប្រមាណមុននេះបន្តិចទៀតលោក Donald Trump បាននិយាយថាហេតុអ្វីបានជាខ្ញុំមិនធ្វើវាអ៊ីតាលីមិនបានជួយអ្វីដល់យើងទេហើយអេស្ប៉ាញក៏អាក្រក់ណាស់បន្ថែមទៀតថាពេលដែលយើងត្រូវការពួកគេមិនមាននៅទីនោះទេនៅពេលសង្គ្រាមនៅអ៊ីរ៉ង់ហ្នឹងលោក Donald Trump បានស្នើឲ្យសម្ព័ន្ធមិត្តដូចជាអ៊ីតាលីស្ប៉ាញអញ្ចឹងសូមឈរជើងលើទឹកដៃរបស់ពួកអ៊ីតាលីនិងអ៊ីស្ប៉ាញប៉ុន្តែប្រទេសទាំងពីរហ្នឹងគឺមានអនុញ្ញាតឲ្យសហរដ្ឋអាមេរិកដាក់កងទ័ពនៅលើនោះទេវាខ្លាចមានសង្គ្រាមកាន់តែធំទៅអញ្ចឹងពួកគាត់ក៏បានស្ទប់ស្កាត់ប៉ុន្តែលោក Donald Trump គាត់អត់គិតអញ្ចឹងទេគាត់គិតផ្សេងអើយបាទត្រាំអត់មានណាទៅអាងតែមានអំណាចអាណាអាងតែមានអំណាចណាធ្វើឲ្យទាស់ចិត្តដកសេដ្ឋកិច្ចដាក់ទណ្ឌកម្មរត់ដកកងទ័ពចាញ់ពីទឹកដីអ៊ីតាលីនិងអេស្ប៉ាញទៀតមូលដ្ឋានទ័ពគាត់ហ្នឹងនៅហ្នឹងតាក់ទងទៅនឹងស្ថានភាពមួយនៅអ៊ីរ៉ង់លោកបាននិយាយថាអាមេរិកមិនបានត្រូវការជំនួយពីសង្គ្រាមស្ព័ន្ធមិត្តឡើយប៉ុន្តែលោកចង់សាកល្បងស្នើសុំដើម្បីមើលថាចេះល្បិចទៀតណាមិនត្រូវការជំនួយស្ព័ន្ធមិត្តឡើយប៉ុន្តែគឺចង់សាកល្បងស្នើសុំកុហកហ្នឹងទៅត្រាំខកហ្នឹងទៅត្រាំមកដល់តែនេះវាយគេលើថាវាយលើខ្ញាប់ហើយនៅអ៊ីរ៉ង់ប៉ុន្តែអត់ទាន់កាន់កាប់អ៊ីរ៉ង់បានណាមានអីបានតែបិទច្រកសមុទ្រហូមមួយដើម្បីមើលថាពួកគេចូលរួមដែរឬអត់ជាលទ្ធផលប្រទេសទាំងនោះបានបដិសេធមិនចូលរួមការថាតបាយនេះបានបង្កើតឲ្យមានភាពតានតឹងថ្មីនៅទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនៅអឺរ៉ុបមានការផ្លាស់ប្ដូរធំមួយក្នុងគោលនយោបាយការពារជាតិរបស់អារ៉ាប៊ីសាអូឌីតនៅអឺរ៉ុបយើងនេះរដ្ឋមន្ត្រីការបរទេសបានចាញ់សេចក្តីថ្លែងការណ៍ខ្លាំងមួយហើយលោកបាននិយាយថាអារ៉ាប់លេងអារ៉ាប់សម័យនៃការពឹងផ្អែកទៅលើ United States ត្រូវបានបញ្ចប់ហើយធ្ងន់មុតល្អលោក Donald Trump មិនអាចការពារប្រទេសរបស់ខ្លួនបានទេតើគាត់អាចការពារប្រទេសរបស់យើងបានយ៉ាងដូចម្ដេចចុយធ្ងន់មែនមកឃ្លានេះបើ Donald Trump មិនអាចការពារប្រទេសរបស់ខ្លួនបានទេតើគាត់អាចការពារប្រទេសរបស់យើងបានដូចម្ដេចមែនណានៅសង្គ្រាមនៅអ៊ីរ៉ង់តែត្រាំអត់មានខ្វល់អីទាំងអស់គាត់ទៅជួយតែមេគាត់ណាគេមេគាត់អ៊ីស្រាអែលដករ៉ាដាចាញ់ពីប្រទេសនៅសម្ព័ន្ធមិត្តនឹងចាញ់អស់ឥឡូវយករ៉ាដាហ្នឹងដាក់នៅអ៊ីស្រាអែលដកពីកូរ៉េយកទៅដាក់អ៊ីស្រាអែលទៀតត្រូវសេចក្តីថ្លែងការណ៍នេះបានបង្ហាញពីការផ្លាស់ប្ដូរយុទ្ធសាស្ត្រសន្តិសុខរបស់សហរដ្ឋអាមេរិកអារ៉ាប៊ីសាអូឌីតអាចនឹងជាសញ្ញាថាប្រទេសនេះកំពុងតែស្វែងរកដៃគូការពារថ្មីឬបង្កើតនៅស្ថានភាពការពារខ្លួនឯងអ្នកវិភាគនយោបាយអន្តរជាតិមើលឃើញថាវាអាចបង្កឲ្យមានការផ្លាស់ប្ដូរនៅតុល្យភាពអំណាចនៅក្នុងតំបន់មជ្ឈមបូព៌ាបើអ្នកចង់បើយោងទៅតាមសារព័ត៌មានមួយទៀតដែរគឺសារព័ត៌មានអាចារ្យសារ៉ារបាយការណ៍ពីសារព័ត៌មានអាមេរិកបានបង្ហាញថាតម្លៃចំណាយសង្គ្រាមរវាងអាមេរិកនិងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់អាចនឹងកើនឡើងប្រហែលជា50 ប៊ីលានដុល្លារ50 ពាន់លានដុល្លារដែលអាចជា
ចំនួនជិតទ្វេដងនៃការប៉ាន់ស្មានផ្លូវការដែលបានបង្ហាញមុននេះចំយៈមុននេះមន្ត្រីការពារជាតិអាមេរិកប្រាប់សភាថាសង្គ្រាមនេះអាចចំណាយប្រហែលជា$25,000 លានប៉ុណ្ណោះប៉ុន្តែការវាយតម្លៃខាងក្នុងថ្មីបង្ហាញថាតម្លៃពិតអាចនឹងខ្ពស់ជាងនេះតាមប្រភពជិតស្និទ្ធអ្នកជំនាញបានបញ្ជាក់ថាចំនួន$25,000 លានមិនទាន់រាប់បញ្ជូនការខូចខាតហេដ្ឋារចនាសម្ព័ន្ធយោធាការជួសជុលនិងការសាងសង់ឡើងវិញការជំនួយឧបត្ថម្ភយោធាដែលត្រូវបានបំផ្លាញដូច្នេះការចំណាយសរុបឈានទៅដល់ចន្លោះ40ទៅ$50,000 លាន B មានន័យថា B លានអាចនឹងកើនឡើងបន្ថែមទៀតប្រសិនបើសង្គ្រាមបន្តអ្នកវិភាគព្រមានថាការកើនឡើងនៃសង្គ្រាមនេះអាចនឹងបង្កនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកជាពិសេសគឺតម្លៃប្រេងនិងជីវភាពរស់នៅ